សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងរៀនពីមេរៀនធ្វើនំ Apple Pie ហើយ Apple Pie នេះគឺមាន3ក្រុមទី1គឺយើងធ្វើ Pie Dough ទី2 Apple Filling ទី3គឺ Almond Cream ហើយនេះគឺជាគ្រឿងផ្សំក្រុមទី1របៀបធ្វើគឺយើងយកក្រុមទី1ហ្នឹងគឺវាយចូលគ្នាឲ្យសព្វវាយនឹងម៉ាស៊ីនហ្នឹងគឺវាយឲ្យសព្វហើយបន្ទាប់មកពីវាយសព្វហើយយើងយកម្សៅដែលវាយហើយហ្នឹងយកមកច្បល់សម្បាច់តិចទៅហើយយើងយកអាប់នឹងថង់ប្លាស្ទិកទុករយៈពេល20ទៅកន្លះម៉ោងហើយតមកយើងមកធ្វើ Apple Filling វិញយើងហាន់ផ្លែប៉ោមស្ដារវិទូហើយនឹងយកគ្រឿងផ្សំហ្នឹងដូចជាប៊ឺហើយនឹងស្ករយើងយកមកលីងជាមួយភ្លើងឲ្យរលាយចូលគ្នាមកលេងធ្វើម៉េចឲ្យវារលាយចូលគ្នាបាក់ភ្លើងតិចៗបងប្អូនយើងបន្តមកយើងយកចំណិតផ្លែប៉ោមហ្នឹងគឺចាក់ចូលទៅដើម្បីឲ្យវាសព្វគ្រឿងហើយចម្អិនវាកូរឲ្យសព្វចឹងណាយើងកូរវាមកកូរកូរឲ្យសព្វមកហើយបន្ទាប់មកយើងយកគេឈើអែមគេហៅឈើអែមម្សៅឈើអែមនេះចាក់ចូលហើយគ្រាប់ពាំងមកជូរចាក់ចូលដែរមកហើយយើងរំងាស់វាឲ្យឆ្អិនទៅហើយបន្ទាប់មកយើងយកម្សៅពោតហើយនឹងទឹកនឹងចាក់លាយគ្នាកូរឲ្យសព្វអាហ្នឹងបន្ទាប់មកយើងយកវាទៅចម្អិនជាមួយនឹងផ្លែប៉ោមពាំងមកជូរមិញឲ្យវាឆ្អិនម្ដងទៀតយើងចាក់ចូលមកហើយវាឆ្អិនហើយក្រោបទុកឲ្យត្រជាក់ទៅហើយនេះយើងយកគ្រឿងទី3ហ្នឹង Almond Cream ហ្នឹងយកមកវាយចូលគ្នាសព្វដូចវាយចូលក្រុមទី1ដែរណាហើយវាយចូលគ្នាសព្វហើយយើងយកមកលុញឲ្យវារីងស្ដើងដើម្បីងាយស្រួលដាក់នៅក្នុងពុម្ពដុតទៅគឺឲ្យវាឆាប់ឆ្អិនល្អហើយវាស្មើសាច់គ្នាវាអត់ប៉ោងខ្យល់ណាបងប្អូនយើងរៀបដាក់តាមពុម្ពតាមហ្នឹងដាក់ពុម្ពឲ្យស្មើមកដើម្បីយកអាហ្នឹងយើងដាក់ពុម្ពហើយយើងដាក់គ្រឿង topping filling Apple Filling ហ្នឹងដាក់នៅក្នុងនឹងអញ្ចឹងបើមិនជាយើងចង់ធ្វើអាចារ្យតិចតួចមានពុម្ពហ្នឹងគឺយើងធ្វើដូចគ្នាគ្រាន់តែដាក់ហេងស្ដើងដាក់លើចានតិចតួចហ្នឹងមកហើយយក Apple Filling ហ្នឹងដាក់ពីលើមកយើងលក់ដាក់មកហើយដល់ពេលយើងលក់ដាក់ហើយយើងលុញម្សៅហ្នឹងកិនឲ្យស្ដើងដើម្បីក្រោបវាពីលើអញ្ចឹងបងប្អូនអានេះនំខ្ញុំធ្វើ